Okay, now, hello, I am Kaizen. I'm going to mobile serial that time I got incarnated as a slime, but but I'm on a job serial young Kosomani Tangakania. Just like that you subscribe and Amui Pong. Tanjung my campaign and Japan Tangakania. The young contact Gabi Moon, grab a rim robe and clad the made of norm of Pom Goblin Money Howie. No penny quad Kabanji at Port Beer to a cat room clue to Timon. Coprotan no job ni post catch a john and be perhaps okay. No penno cockabam prep I may pom, non quantum of a poor goblin that robo. The young contact poor goblin ទាំងអស់នេះគឺទៅរបួសធ្ងន់ធ្ងរណាស់បណ្ដារៀមរូក៏បានហៀលពួកវាម្ដងម្នាក់ដោយលេបពួកវាចូលទៅក្នុងខ្លួនហើយធ្វើការហៀលពួកវានៅក្នុងខ្លួនរបស់គាត់តែម្ដងដោយគាត់ក៏បានប្រើរុក្ខជាតិដែលគាត់បានរំលាយចូលខ្លួនតាំងពីពេលដែលគាត់នៅក្នុងលាអាងមកម្លេះដល់ក្រោយពេលដែលរៀមរូបានខ្ជាក់ពួកវាមកវិញយើងគិតថាពួកវាគឺជាសះស្បើយដាច់តែម្ដងហើយនៅពេលនោះពួក Goblin ក៏បាននាំគ្នាអរគុណទៅកាន់រៀមរូផងដែរដោយយើងក៏មកមើលពួកឆ្កែចចកដែរវនេះវិញយើងគិតថាពួកវានៅពេលនេះក៏បាននាំគ្នាត្រៀមខ្លួនរួចជាស្រេចនៅក្នុងការវាយប្រហារទៅកាន់ភូមិ Goblin នៅពេលនោះមេឆ្កែចចកដែរមួយក្បាលនៅក្នុងក្រុមនោះក៏បាននិយាយថានៅពេលនេះវ៉ាដារ៉ាគឺបានបាត់ខ្លួនហើយដោយនេះពួកយើងគឺមិនត្រូវខ្លាចអ្នកណាទៀតនោះទេយើងគឺអាចធ្វើអ្វីតាមតែអំពើចិត្តហើយនៅយប់នេះយើងនឹងនាំគ្នាទៅកំទេចភូមិ Goblin ហើយគ្រប់គ្រងនៅព្រៃជូរ៉ាទាំងមូលនេះតែម្ដងហើយពួកវាក៏នាំគ្នាចេញដំណើរទៅទាំងវងតែម្ដងប៉ុន្តែនៅពេលដែលទៅដល់ភូមិ Goblin នោះយើងក៏បានឃើញថាពួក Goblin ក៏បានត្រៀមខ្លួនជាស្រេចផងដែរដោយធ្វើនៅរបងការពារភូមិរបស់ពួកគេហើយរៀមរូក៏បាននិយាយទៅកាន់មេឆ្កែចចកនោះផងដែរថាដកថយឥឡូវនេះបើសិនជាពួកឯងចង់សុខខ្លួនហើយទោះបីជាបែបនេះក៏ដោយក៏មេឆ្កែចចកមួយក្បាលនោះបានបញ្ជាឲ្យកូនចៅរបស់វារត់ចូលទៅផងដែរតែក៏ត្រូវពួក Goblin ប្រើព្រួយបាញ់សម្លាប់ពួកឆ្កែចចកទាំងអស់នោះស្លាប់អស់មួយចំនួនធំដោយឃើញបែបនេះមេឆ្កែចចកមួយក្បាលនោះក៏បានផ្ទុះកំហឹងហើយវាក៏បានបើកការវាយប្រហារដោយខ្លួនឯងផ្ទាល់តែម្ដងប៉ុន្តែនឹកស្មានមិនដល់នៅពេលនោះវាក៏ត្រូវបានជាប់អន្ទាក់របស់រីមរូហើយរីមរូក៏បានប្រើ skill water blade របស់គាត់កាត់ក្បាលឆ្កែចចកនោះធ្លាក់ខ្ពកតែម្ដងនៅពេលនោះកូនចៅរបស់វាក៏បានឃើញបែបនេះហើយពួកវាក៏បញ្ឈប់ការវាយប្រហារដែលរីមរូក៏បាននិយាយទៅកាន់ពួកវាថានៅពេលនេះពួកឯងគឺមានចម្រោះតែពីរតែប៉ុណ្ណោះចោះចូលជាមួយនឹងយើងឬក៏ស្លាប់ដល់បន្ទាប់មកគាត់ក៏បានប្រើនៅ skill predator របស់គាត់លេបមេឆ្កែចចកមួយក្បាលនោះចូលទៅក្នុងខ្លួនរបស់គាត់ហើយក៏ទទួលបាននៅសមត្ថភាពរបស់វាដែលរីមរូក៏បានប្រែកលាខ្លះទៅជាមេឆ្កែចចកមួយក្បាលនោះហើយគាត់ក៏បាននិយាយទៅកាន់ពួកឆ្កែចចកថាបើសិនមកពួកឯងសន្យាថានឹងឈប់វាយប្រហារភូមិ Goblin យើងនឹងឲ្យពួកឯងរួចខ្លួននៅពេលនោះរីមរូក៏បានធ្វើការស្រែកគំរាមទៅកាន់ពួកវាដែលនៅក្នុងចិត្តរបស់គាត់គឺមិនចង់សម្លាប់ពួកឆ្កែចចកទាំងអស់នេះនោះទេគឺគាត់គ្រាន់តែចង់គំរាមឲ្យពួកវាបញ្ឈប់ការវាយប្រហារតែប៉ុណ្ណោះប៉ុន្តែពួកវាក៏នៅតែត្បល់ចូលមកខាងមុខហើយនឹកស្មានមិនដល់នៅពេលនោះពួកឆ្កែចចកទាំងអស់នោះក៏ព្រមចោះចូលជាមួយនឹងរីមរូហើយនៅពេលនោះពួក Goblin ក៏មានការសប្បាយចិត្តជាខ្លាំងក៏ដោយសារតែនៅពេលនេះពួកគេក៏ទទួលបានជ័យជំនះហើយដែលនៅថ្ងៃស្អែករីមរូក៏បាននិយាយទៅកាន់ពួកគេថាយើងក៏ចង់ឲ្យពពួកឆ្កែចចកនិងពពួក Goblin ធ្វើការចោះចូលជាមួយនឹងគ្នាក៏បានន័យថាគាត់ក៏ចង់បដូរពីសត្រូវទៅជាមិត្តដែលពួកវាក៏បានយល់ព្រមផងដែររីមរូក៏បានបន្តទៀតថាអ្វីដែលគួរឲ្យព្រួយបារម្ភនៅពេលនេះគឺស្បៀងនិងកន្លែងស្នាក់នៅពួកយើងក៏ត្រូវតែធ្វើការសាមគ្គីគ្នាដើម្បីធ្វើការប្រមាញ់សត្វទុកជាស្បៀងដែលនៅពេលដែលគាត់បំរុងនឹងប្រើ Goblin មួយក្បាលនោះគាត់ក៏មិនដឹងទៅហៅវាថាម៉េចផងដែរក៏ដោយសារតែគាត់គឺមិនស្គាល់ឈ្មោះ Goblin ណាម្នាក់នោះទេនៅក្នុងភូមិនេះនៅពេលនោះគាត់ក៏បានសួរទៅកាន់មេភូមិ Goblin ថាតើពួកឯងទាំងអស់គ្នាមានឈ្មោះអ្វីខ្លះដែលមេ Goblin ក៏បានប្រាប់មកកាន់គាត់វិញថាពួកយើងគឺមិនមានឈ្មោះនោះទេលោកម្ចាស់ហើយរៀមរូក៏សម្រេចចិត្តថានឹងដាក់ឈ្មោះពួកវាគ្រប់គ្នាទៅតែធ្វើពួកវាគឺមានការភ្ញាក់ផ្អើលហើយក៏សួរមកកាន់រៀមរូវិញថាតើលោកម្ចាស់ប្រកាសដែរទេថានឹងដាក់ឈ្មោះឲ្យពួកយើងដែលរៀមរូក៏ឆ្ងល់ផងដែរថាគ្រាន់តែដាក់ឈ្មោះសោះនឹងវាគឺមានអីអស្ចារ្យទៅគាត់ក៏បាននិយាយថាប្រកាសហើយតែធ្វើពួកវាគឺមានការសប្បាយអរជាខ្លាំងដល់បន្ទាប់មកពួកវាក៏បាននាំគ្នាតម្រង់ជួរដើម្បីឲ្យរៀមរូដាក់ឈ្មោះแล้วគាត់ក៏បានធ្វើការដាក់ឈ្មោះឲ្យមេភូមិ Goblin មុនគេនៅពេលនោះគាត់ក៏បានសួរទៅកាន់វាថាតើកូនរបស់ឯងដែលស្លាប់នឹងគឺមានឈ្មោះអ្វីវាក៏បានប្រាប់គាត់ថាគេគឺមានឈ្មោះថា Rigger ដូចនេះហើយរៀមរូក៏សម្រេចចិត្តថានឹងដាក់ឈ្មោះមួយនេះឲ្យមេភូមិ Goblin តែម្ដងទៅដោយធ្វើវានឹងគឺរំភើបឡើងស្រក់ទឹកភ្នែកតែម្ដងចំណែក Goblin មួយនេះវិញដែលត្រូវជាប្អូនប្រុសរបស់ Goblin ដែលស្លាប់នោះគាត់ក៏បានដាក់ឈ្មោះវាថា Rigger ដែលធ្វើពួកគេទាំងពីរគឺមានការរំភើបញាប់ញ័រនិងអរគុណទៅកាន់រៀមរូជាខ្លាំងហើយគាត់ក៏បន្តដាក់ឈ្មោះទៅឲ្យពួកវាម្ដងម្នាក់ដែលមានដូចជា Goberta Goberzo Harona និងជាច្រើនទៀតនៅពេលនោះមេភូមិ Goblin ក៏បានមកនិយាយប្រាប់រៀមរូផងដែរថាប្រសិនបើលោកម្ចាស់ដាក់ឈ្មោះពួកយើងច្រើនពេកនោះគាត់ក៏ខ្លាចថារៀមរូនឹងអស់នៅធម្មពលវេទមន្តហើយនឹងប៉ះពាល់ទៅដល់ខ្លួនគាត់ប៉ុន្តែរៀមរូក៏បាននិយាយថាគាត់គឺមិនអីនោះទេដល់ក្រោយពេលដែលគាត់បានដាក់ឈ្មោះឲ្យពពួក Goblin រួចអស់ហើយគាត់ក៏បន្តដាក់ឈ្មោះទៅឲ្យពពួកឆ្កែចចកវិញម្ដងនៅពេលនោះគាត់ក៏បានឃើញនៅឆ្កែចចកមួយក្បាលដែលចម្លែកខុសគេវាគឺមានរូបផ្កាយនៅលើក្បាលរបស់វាហើយឆ្កែចចកមួយក្បាលនេះក៏ត្រូវជាកូនបង្កើតរបស់មេឆ្កែចចកផងដែរដែលគាត់ក៏ខ្លាចថាវាគឺមានគំនុំគុំគួនហើយក៏ចង់សងសឹកឲ្យឪពុករបស់វាប៉ុន្តែមើលទៅវាហាក់បីដូចជាមិនមានកំហឹងនៅក្នុងខ្លួនសោះដែលនៅពេលនោះគាត់ក៏បានដាក់ឈ្មោះវាថា
រ៉េងហ្គាហើយក្រោយមកនៅភ្លាមៗនោះខ្លួនរបស់រីមរូក៏បានរលាយខ្សោយតែម្ដងដល់នេះក៏សន្តិគាត់បានដាក់ឈ្មោះឲ្យពួកបិសាចច្រើនគ្នាពេកទៅធ្វើឲ្យគាត់អស់នៅធម៌ពលវេទមន្តដែល Grace ក៏បានប្រាប់ផងដែរថារីមរូក៏បានចូលទៅកាន់ sleep mode ក៏ដូចជាសន្លប់បាត់បង់ស្មារតីឈឹងតែម្ដងហើយក៏មិនអាចមានអារម្មណ៍ដឹងនៅអ្វីជុំវិញខ្លួនទាំងអស់ហើយពួក Goblin និងឆ្កែចចកក៏មិនទៅណាចោលគាត់ដែរពួកវាក៏នៅមើលថែគាត់និងយាមគាត់ដាច់ជប់តែម្ដងហើយ3ថ្ងៃក្រោយមកទៅរីមរូដឹងខ្លួនវិញប៉ុន្តែនៅពេលដែលគាត់ភ្ញាក់ឡើងនោះគាត់ក៏បានឃើញថា Goblin ម្នាក់ដែលគាត់បានឲ្យឈ្មោះកាលពីលើកមុនហ្នឹងនៅពេលនេះនាងក៏បានវិវត្តបដូររូបរាងយ៉ាងខ្លាំងតែម្ដងដល់រឿងមួយនេះក៏ធ្វើឲ្យរីមរូមានការគាំងជាខ្លាំងហើយនៅពេលនោះនាងក៏ដើរចេញទៅវិញដើម្បីនឹងយកដំណឹងមួយនេះប្រាប់ទៅកាន់ Rigurd ប៉ុន្តែនៅពេលដែល Rigurd បានមកដល់នោះវាគឺការដែលធ្វើឲ្យរីមរូគាំងលើសដើមដល់ Rigurd ក៏បានប្រាប់ទៅកាន់គាត់ថាការដាក់ឈ្មោះរបស់រីមរូទៅឲ្យពពួកបិសាចដូចជាពួក Goblin នេះក៏បានធ្វើឲ្យពួកគេមានការវិវត្តបដូររូបរាងដែលពួកគេគឺមានកាន់តែធំជាងមុននិងមានរាងកាយកាន់តែរឹងមាំហើយស្រាប់តែពេលនោះ Rengar ក៏បានទម្លុះទ្វារចូលមកតែម្ដងដោយសារតែវាគឺអរខ្លាំងពេកនៅពេលដែលដឹងថារីមរូបានភ្ញាក់ឡើងវិញដោយយើងក៏បានឃើញថាមិនត្រឹមតែពពួក Goblin នោះទេសូម្បីតែពពួកឆ្កែចចកក៏បានបដូររូបរាងផងដែរដែល Rengar នៅពេលនេះគឺមានមាឌធំជាងមុនព្រមទាំងមានស្នែងមួយដ៏ធំដោះចំកណ្ដាលក្បាលថែមទៀតហើយមិនត្រឹមតែប៉ុណ្ណោះទេគ្រាន់តែការបាក់កន្ទុយរបស់វាតែប៉ុណ្ណោះក៏ធ្វើឲ្យខ្ទមមួយនេះប៉ើងខ្ទេចតែម្ដងហើយបន្តមកពួក Goblin ព្រមទាំងឆ្កែចចកក៏បាននាំគ្នាអបអរសាទរចំពោះការដែលរីមរូបានភ្ញាក់ឡើងមកវិញហើយនៅពេលដែលរីមរូបាននៅម្នាក់ឯងជាមួយនឹង Rengar នោះនៅពេលនោះគាត់ក៏សួរទៅកាន់ Rengar ថាគាត់ក៏បានដាក់ឈ្មោះឲ្យ Rengar តែម្នាក់តែប៉ុណ្ណោះថាតើហេតុអ្វីបានជាកូនចៅរបស់ Rengar មានការវិវត្តទាំងអស់គ្នាអញ្ចឹងដល់ Rengar ក៏បានប្រាប់ទៅកាន់គាត់ថាការដាក់ឈ្មោះរបស់រីមរូនេះគឺមិនមែនមានឥទ្ធិពលមកលើ Rengar តែម្នាក់នោះទេពលវាគឺមានឥទ្ធិពលទៅលើក្រុមឆ្កែចចកទាំងមូលតែម្ដងក៏ព្រោះថាពួកគេទាំងអស់គ្នាប្រៀបបានដូចជាបងប្អូននឹងគ្នាអញ្ចឹងហើយនៅពេលនេះពួកគេក៏មិនមែនជាឆ្កែចចក Direwolf ទៀតដែរដែលពួកគេក៏បានបដូរឈ្មោះទៅជា Tempest Wolf ឬក៏ឆ្កែចចក Tempest ហើយរីមរូក៏គិតថាបែបនេះក៏ល្អម្យ៉ាងដែរដែលធ្វើឲ្យ Rengar ហ្នឹងវាក៏រំភើបកន្ទុយរបស់វាក៏ចាប់ផ្ដើមបក់ទៀតហើយរហូតដល់តែរីមរូប៉ាងរមៀលធ្លាក់ទៅលើភ្នំតែម្ដងបន្ទាប់មករីមរូក៏បានធ្វើការប្រកាសការប្រជុំដែលនៅក្នុងនោះគាត់ក៏បាននិយាយថានៅពេលនេះពួកយើងទាំងអស់គ្នាក៏បានខ្លាចទៅជាគ្រួសារតែមួយហើយដូចនេះហើយដើម្បីជៀសវាងនៅបញ្ហាគាត់ក៏មានច្បាប់ចំនួន3ដែលច្បាប់ទី1នោះគឺហាមដាច់ខាតមិនឲ្យវាប្រហារមនុស្សច្បាប់ទី2គឺហាមវាយគ្នាឯងនិងច្បាប់ទី3នោះគឺមិនត្រូវមើលងាយឬក៏រើសអើងជាសាសដតីនៅពេលនោះ Rigger ក៏បានសួរមកកាន់រីមរូថាតើហេតុអ្វីបានជារីមរូមិនចង់ឲ្យពួកគេវាយប្រហារមនុស្សដែលរីមរូក៏បានឆ្លើយយ៉ាងខ្លីថាក៏ព្រោះថាគាត់គឺចូលចិត្តមនុស្សនឹងឯងដែល Rigger ក៏បានយល់ចំពោះហេតុផលមួយនេះនិងទទួលយកច្បាប់នេះភ្លាមតែម្ដងហើយរីមរូក៏មិននឹកស្មានថាពពួកបិសាចដូចជាពួកគេនេះគឺចេះយកយកនិងមានមនោសញ្ចេតនាជាងមនុស្សខ្លះមួយចំនួនទៀតបន្ទាប់មកគាត់ក៏បានតែងតាំង Rigger ឲ្យក្លាយទៅជាស្ដេច Goblin ដែលធ្វើឲ្យ Rigger រំភើបឡើងហូរទឹកភ្នែករហាមតែម្ដងក្រោយពេលដែលការប្រជុំត្រូវបានបញ្ចប់រីមរូក៏បានបែងចែកការងារឲ្យពួកគេធ្វើរៀងខ្លួនផងដែរដែលមានអ្នកខ្លះគឺជាអ្នកមើលការខ្លះទៀតគឺជាអ្នកបេះផ្លែឈើនិងពួកឆ្កែចចកគឺជាអ្នកប្រមាញ់ប៉ុន្តែបញ្ហាដ៏ធំនៅពេលនេះគឺទីជម្រកកន្លែងទុកដាក់ស្បៀងអាហារនិងសម្លៀកបំពាក់ជាដើមដែលភូមិរបស់រីមរូក៏នៅមានការខ្វះខាតខ្លាំងណាស់ហើយនៅពេលដែល Rigger បានសង់ផ្ទះរួចហើយរីមរូក៏មើលទៅកាន់ផ្ទះមួយនោះហើយនិយាយទៅកាន់គេថាអានេះគេមិនហៅផ្ទះនោះទេដែលវាមើលទៅក៏ដូចជាខ្ទមច្រើនជាងហើយមិនយូរប៉ុន្មានខ្ទមមួយនោះក៏បានរលំក្តៀងតែម្ដងហើយបើនិយាយពីសម្លៀកបំពាក់របស់ពួកគេវិញគឺមិនបាច់និយាយនៅពេលនេះរីមរូក៏ត្រូវការអភិវឌ្ឍភូមិរបស់គាត់ជាខ្លាំងប៉ុន្តែនៅក្នុងភូមិនេះគឺគ្មាននរណាម្នាក់ដែលមានជំនាញគ្រប់គ្រាន់នោះទេហើយ Rigger ក៏បាននិយាយប្រាប់គាត់ថាគាត់គឺស្គាល់មនុស្សដែលមានជំនាញទាំងអស់នេះពួកគេនោះគឺជា Dwarf ឬក៏មនុស្សទឿដែលមកពីទីក្រុង Dwargon រីមរូក៏បានឮបែបនេះហើយគាត់ក៏ចង់ទៅនាំយកមនុស្សទឿពីទីក្រុង Dwargon ដើម្បីមកអភិវឌ្ឍភូមិរបស់គាត់តែម្ដងដូចនេះគាត់ក៏បានប្រាប់ឲ្យ Rigger មើលការខុសត្រូវនៅក្នុងភូមិមួយនេះនៅពេលដែលគាត់មិននៅដែល Rigger ក៏បានទទួលហើយនិយាយថាទុកចិត្តលើខ្ញុំចាស់លោកម្ចាស់បន្ទាប់មករីមរូក៏បានធ្វើដំណើរឆាកចេញជាមួយនឹង Rengar, Goboda, Rigger, Goblin និងឆ្កែចចកប៉ុន្មានក្បាលទៀតឆ្ពោះទៅកាន់ទីក្រុង Dwargon ហើយហ្នឹងហើយអេពីសូតមួយនេះក៏ត្រូវបានចាប់ត្រឹមហ្នឹងហើយដូច្នេះក្រោយក៏សូមអ្នកទាំងអស់គ្នាចុច like និង subscribe ម្នាក់មួយផងជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ